បាទធ្វើការមិញហ្នឹងបាទយើងអស់ S16 ផងអាចោទៀនបានមកតម្លាក់នៅក្រុងបាត់ដំបងឥឡូវធ្វើឲ្យសិស្សសាលាផ្អើលជូថរត់វាកន្លែងទទួលមានសមត្ថភាពហើយសូមបងប្អូនគ្នាជួយ share ជួយ like ទាំងអស់គ្នាឲ្យបានដឹងដល់ពិភពលោកថៃឈ្លានពានកម្ពុជាបាទឥឡូវសិស្សចេញពីសាលាហើយរត់ចេញជាផ្អើលនឹងវាមកតម្លាក់នៅក្រុងបាត់ដំបងនេះចំនួន 4-5 គ្រាប់ធ្វើឲ្យជាប្រវត្តិសាស្ត្រសាលានេះក៏យំលេមហាមបងប្អូនទាំងអស់គ្នាជួយ share ជួយ like ទាំងអស់គ្នាបានដឹងដល់ពិភពលោកក៏ដូចជាអង្គការសហប្រជាជាតិឥឡូវ S16 វាបានមកតម្លាក់ដល់ទឹកដីក្រុងបាត់ដំបងហើយអញ្ចឹងពីព្រំដែនមកចម្ងាយវា100 គីឡូជាងហើយវាឆ្លៀនពៀនមកទឹកដីខ្មែរយើងសុទ្ធសាធធ្វើឲ្យសិស្សសាលារត់ចេញបាទបងប្អូនទាំងអស់ជួយ like ជួយ share ឲ្យពិភពលោកបានដឹងពួកអាណិតក្មេងៗកំពុងតែរៀនសូត្រទង្វើយងខ្នងព្រៃផ្សៃរបស់ចៅសៀមវាធ្វើបាបប្រជាពលរដ្ឋខ្មែរយើងណានេះសិស្សសាលាផ្អើលជូឆចេញខ្ញុំជួយជួយទាំងអស់គ្នាបានដឹងបងប្អូនទាំងអស់ណាឲ្យបានដឹងដល់ពិភពលោកអង្គការពិភពលោកបានទទួលស្គាល់នេះមើលហើយវាមកតម្លាក់នៅក្រុងបាត់ដំបងហើយចូលដល់ក្រុងបាត់ដំបងហើយគួយកំយំណាគួយណាកំយំណាម៉ាក់មកនៅគួយកំយំណាគួយណានេះនេះនៅមីពូណានៅមីពូកំយំគួយណាកំយំគួយកំយំគួយនៅមីពូនេះគួយនំឈុយចាំម៉ាក់មកយូរណាគួយណានេះធ្វើឲ្យក្មេងភ័យខ្លាចទាំងអស់មកយំគួយយំនេះនៅពូនេះអីនេះម៉ាក់ទៅមកយូរឥឡូវរត់ចេញពីសាលាព្រមព្រៀងយំលេមហាមនេះមកបាត់គួយកំយំគួយអីក្មួយកំយំគួយយកឥឡូវភ័យគ្នាភ័យខ្លាចនេះរត់មកបាត់កំយំមួយអត់យំម៉ាក់មកដល់មានលេខម៉ាក់ទៅមានលេខម៉ាក់thôiផ្ទះណាចុះផ្ទះណាจะพูดตูนตะวันเลยนะจะพูดตูนจำติកំយំអត់យំនេះអូនណាត់នេះមែនเอาខ្លួនហ្នឹងអត់យំម៉ាក់មកនៅអូនណាត់នេះមែនបាទជួយ share ជួយ like ដល់គ្នាបានដឹងដល់ពិភពលោកមកបំពេញដល់ពីព្រំដែនយើងមកដល់ក្រុងបាត់ដំបងនេះចំនួន129 គីឡូអញ្ចឹងវាមកតម្លាក់គ្រាប់បែក S16 2 គ្រឿងមកតម្លាក់ភ្លាមហ្មងធ្វើឲ្យសិស្សសាលាផ្អើលជូឆរត់កិច្ចណែនេះបងមកជួយក្មេងៗឆ្លងកាត់នេះយំកំពុង